តែពេលមេភ្លានតិចឲ្យខ្ញុំនៅឃើញមុនគេគឺមីកូគេចូលចិត្តញ៉ាំខ្លាំងហ្មងក៏មិនតែអាចញ៉ាំតាមតែចិត្តចង់បានតែមួយខែអីហ្នឹងញ៉ាំបាន2 ដងអីហ្នឹងអស់ហើយមកយ៉ាងនេះឃើញថាភ្លៀងធ្លាក់រាល់ថ្ងៃហ្មងហើយភ្លៀងមួយថ្ងៃសតទៅ2 ដងពេលព្រឹកម្ដងពេលល្ងាចម្ដងអញ្ចឹងល្ងាចហ្នឹងអត់បានធ្វើម្ហូបទេគឺយកមកធ្វើមីកូញ៉ាំតែមានបន្លែចំនួន2មុខគឺស្លាត់ស្រួយហើយនឹងតសក់ចំនួន2ផ្លែបើមានក្រូចដាក់ក្រូចផងគឺរឹតតែឆ្ងាញ់ហ្មងហើយជាដំបូងយើងយកតសក់របស់យើងនឹងទៅជួយចិត្តសៃវែងហើយចំណែកស្នូលតសក់យើងកុំចូលអ្នកទាំងអស់គ្នាយើងយកវាមកហាន់បច្ចិតស្ដើងអញ្ចឹងមកដាក់ជាមួយមីកូគឺថាត្រូវគ្នាឆ្ងាញ់ហ្មងបើហត់ហ្នឹងខ្ញុំអត់ស្គាល់ឈ្មោះទេអ្នកទាំងអស់គ្នាក៏មិនតែដាក់ជាមួយមីគឺត្រូវម៉ាច់ហើយខ្ញុំក៏បានទិញផាត់ហាត់ដោះហើយនឹងផាត់ក្រហមហ្នឹងដាក់ចំនួន2ផងដែរថ្ងៃនេះចូលញ៉ាំមីហើយយើងញ៉ាំផាត់ផងទៅអ្នកទាំងអស់គ្នាសាររបស់ទាំងពីរហ្នឹងញ៉ាំរាល់ថ្ងៃអត់ល្អហើយជំរាបបន្ទាប់យើងដាំទឹកឲ្យពុះមកហើយយើងដាក់មីកូចំនួន2កញ្ចប់ចូលហើយយើងមើលប្រែត្រឡប់ចុះត្រឡប់ឡើងឲ្យមីនឹងរីកល្អចាំតែពីមីរីហើយខ្ញុំដាក់អំបិលរបស់វាចូលទាំង2កញ្ចប់ហើយយើងក៏ដាក់ទឹកម្ទេសរបស់វាចូលទាំង2កញ្ចប់ដូចគ្នាដែរអ្នកទាំងអស់គ្នាហើយបន្ទាប់មកខ្ញុំបានបន្ថែមស្ករចំនួនម្សៅព្រាកាហ្វេប្រេងខ្យងបន្តិចហើយទឹកម្ទេសបន្តិចផងដែរហើយយើងមើលត្រឡប់ចុះត្រឡប់ឡើងឲ្យគ្រឿងវាស្ទប់ខ្ញុំឃើញថាវារាំងខាតទឹកពេកអញ្ចឹងខ្ញុំលួចបន្ថែមទឹកបន្តិចហើយយើងកូរវាបន្តទៀតហើយជំហានបន្ទាប់ខ្ញុំដាក់ប្រហិតទាំង3មុខរបស់យើងចូលបន្ទាប់មកយើងកូរប្រហិតហើយនឹងមីរបស់យើងនឹងចូលគ្នាឲ្យសព្វហើយចឹងក្រោយយើងដាក់បន្លែតសក់ដែលយើងបានឈូសហើយនឹងចិត្តហើយមុននេះដាក់វាចូលទៅហើយយើងច្របល់ចូលគ្នាឲ្យសព្វតែតសក់ហ្នឹងយើងកុំទុកឲ្យវាឆ្អិនពេកអ្នកទាំងអស់គ្នាដាក់វាហើយត្រឡប់វាត្រឡប់មកលើកមកហើយឥឡូវនេះមីរបស់យើងបានឆ្អិនហើយអ្នកទាំងអស់គ្នាជំហានបន្ទាប់យើងរៀបចំសាឡាត់របស់យើងដាក់ក្នុងចានមួយឲ្យស្អាតមកហើយយើងចាក់មីរបស់យើងចូលនេះអ្នកទាំងអស់គ្នាមើលសម្រស់របស់គេទំនងអត់គ្រាន់តែឃើញហើយគឺថាឡើងហូរទឹកមាត់ហ្មងណាហើយថ្ងៃមុនខ្ញុំបានឡើងទៅខេត្តខ្ញុំក៏បានទិញស្រាយសមុទ្រចំនួន1កញ្ចប់មកផងដែរហើយស្រាយសមុទ្រហ្នឹងអ្នកទាំងអស់គ្នាដាក់ញ៉ាំជាមួយនឹងមីគោគឺត្រូវគ្នាសាហាវខូខើហ្មងហើយបានញ៉ាំពេលមេភ្លៀងទីអញ្ចឹងទៀតអ្នកទាំងអស់គ្នាឆ្ងាញ់ណាស់ដូចរបស់កំរហ្មងណា